សួស្តីខ្ញុំឈ្មោះសុធារីខ្ញុំមកពីដំណើរជីវិតរបស់ស្ត្រីដែលធ្វើការការពារសិទ្ធិមនុស្សអត់ទៅជួយណែនាំឈ្មោះតិចបានទេចាជំរាបសួរខ្ញុំឈ្មោះលីនដាហើយសប្តាហ៍ថ្ងៃខ្ញុំគឺជានិស្សិតឆ្នាំទី4នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រចាលីនដាក្រៅពីនៅរៀនមានធ្វើអីគេខ្លះហ៎ភាគច្រើនខ្ញុំចូលរួមជាមួយនឹងកិច្ចការងារសង្គមជាទូទៅគឺជួយនិស្សិតផ្នែកខាងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក៏ដូចជាការចូលរួមកម្មវិធីនានាតាក់ទងជាមួយនឹងការបញ្ឈប់អំពើហិង្សាលើស្ត្រីជាដើមចាហើយចូលរួមឬក៏ធ្វើសកម្មភាពទាំងអស់ហ្នឹងអាចឲ្យឧទាហរណ៍បានថាដូចជាធ្វើអីគេខ្លះភាគច្រើនគឺខ្ញុំធ្វើជាអ្នករៀបចំឬក៏ធ្វើជាវាគ្មិននៅក្នុងកម្មវិធីទាំងអស់ហ្នឹងបងចាហេតុអីបានជាចាប់អារម្មណ៍ធ្វើការងារទាំងអស់ហ្នឹងពីព្រោះខ្ញុំគិតថាវាគឺជាបញ្ហាមួយនៅក្នុងសង្គមរបស់យើងហើយខ្ញុំឃើញវាមានបញ្ហាច្រើនប៉ុន្តែខ្ញុំចង់ចូលរួមជាផ្នែកមួយនៃដំណោះស្រាយនៃបញ្ហាហ្នឹងហើយខ្ញុំចង់បង្ហាញពីសម្លេងរបស់យុវជនក្នុងនាមខ្ញុំជាយុវជនតែខ្ញុំគិតយ៉ាងម៉េចហើយខ្ញុំឃើញបញ្ហាច្រើនប៉ុន្តែខ្ញុំគិតថាបើសិនជាយើងលើកយកតែបញ្ហាមកនិយាយបញ្ហាហ្នឹងអត់អាចដោះស្រាយបានទេខ្ញុំចង់ចូលខ្លួនធ្វើជាអ្នកម្នាក់ដែលជាចំណែកនៃបញ្ហាហ្នឹងទោះបីជាការដោះស្រាយហ្នឹងវាបានតិចតួចក៏ប៉ុន្តែវាគឺជាការចូលរួមមួយរបស់យុវជនចាលីនដាអាចមើលឃើញថាបញ្ហាដែលលីនដាឃើញរាល់ថ្ងៃហ្នឹងអាចប្រាប់បានថាបញ្ហាគេខ្លះអូមានច្រើនបើគិតទៅទាំងបញ្ហាវិស័យអប់រំវិស័យសុខភាពសុខាភិបាលផ្លូវថ្នល់អីគឺប្រទេសរបស់យើងគឺយើងនៅមានបញ្ហាច្រើនសូម្បីតែបញ្ហាការមិនអោយតម្លៃស្ត្រីអីក៏នៅមានច្រើនដែរចាហើយបញ្ហាទាំងអស់ហ្នឹងលីនដាអាចប្រាប់បានថាលីនដាគិតថាវាមកពីមូលហេតុអីដែរបើគិតទៅ root cause វាបញ្ហាវាច្រើនអញ្ចឹងបើសិនជាយើងមើលទៅលើផ្នែកមួយខ្ញុំគិតថាដោយសារតែបងនិយាយចាំបងកាត់ដំណឹងហើយឥឡូវខ្ញុំគួរឲ្យលើកតាមមួយមកបញ្ហាហ្មងអូនអាចថាបញ្ហាវាមានច្រើនហ្នឹងហើយមានច្រើនដែរឯងលើកឧទាហរណ៍ណាមួយព្រោះអាចនិយាយពីហ្នឹងហើយ root cause ទាំងអស់វាផ្សេងអំពើហិង្សាលើស្ត្រីអីចឹងណាឬក៏ការមិនគោរពសិទ្ធិស្ត្រីចឹងវាមកពីអីចឹងចាអូខេដោយសារតែបញ្ហាមានច្រើនប៉ុន្តែខ្ញុំសូមលើកយកបញ្ហាមួយដែលតកតងមួយស្ត្រីដែលខ្ញុំគិតថាបញ្ហាដែលវាជា root cause ជាដើមចងដែលធ្វើឲ្យស្ត្រីនៅប្រទេសកម្ពុជារបស់យើងគាត់ពិបាកជាពិសេសនៅក្នុងគ្រួសារអីគឺដោយសារតែអាផ្នត់គំនិតពីដើមមកដែលយើងគិតថាស្ត្រីគាត់ត្រូវតែនៅផ្ទះគាត់ត្រូវតែមិនគួររៀនសូត្របានច្រើនពេកទេទោះបីស្ត្រីដែលគាត់រៀនសូត្របានច្រើនក៏គេអត់សូវឲ្យតម្លៃវិញបានន័យថាពេលខ្លះគេមានផ្នត់គំនិតថាស្ត្រីពេលរៀនច្រើនពេកទៅបាក់រកប្តីឬក៏ម្នាក់ហ្នឹងមើលទៅនិយាយអត់សូវស្ដាប់គ្នាអត់សូវបានអីអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំគិតថាហ្នឹងវាប៉ះពាល់ខ្លាំងជាពិសេសវាប៉ះពាល់ដល់ស្ត្រីដែលគាត់ចង់រៀនសូត្រចេះដឹងតែដល់ពេលសង្គមបែរជាមិនលើកទឹកចិត្តគាត់តែបែរជាគិតថាអ្នកដែលគាត់រៀនចេះដឹងអញ្ចឹងវាពិបាករកប្តីដែលគិតគាត់ក្នុងនៃអវិជ្ជមានអីទៅវិញអញ្ចឹងតាមបទពិសោធន៍របស់លីនដាអ្នកនៅជុំវិញខ្លួនអញ្ចឹងណាឃើញថាស្ត្រីគាត់រៀនសូត្រច្រើនពិតជាពិបាកអញ្ចឹងមែនទេខ្ញុំគិតថាមិនអញ្ចឹងទេតាមពិតស្ត្រីដែលគាត់រៀនសូត្របានច្រើនខ្ញុំគិតថាល្អដោយសារតាមែនតើទៅគាត់មានជំរឿសច្រើនហើយខ្ញុំគិតថាអ្នកដែលគាត់រៀនសូត្រហ្នឹងគាត់ជ្រើសរើសថាតតែរៀបការទៅមានសុភមង្គលតតែជួបបុរសល្អបានគាត់ធ្វើមិនមែនគាត់ចេះតែរៀបការអញ្ចឹងហើយបានអាការដែលគាត់នេះហ្នឹងវារៀងចំណាយពេលយូរជាងអ្នកដទៃមែនប៉ុន្តែពេលដែលគាត់បានមកគឺគ្រួសារគាត់មានសុភមង្គលអីចឹងចាចុះលីនដារាល់ថ្ងៃហ្នឹងខ្លួនឯងធ្លាប់ជួបប្រទះបញ្ហាអញ្ចឹងព្រោះជាស្ត្រីដ៏ឆ្នើមម្នាក់អញ្ចឹងថាទៅពេលខ្លះអញ្ចឹងដែរតាពេលខ្លះគេគិតថារៀនខំប្រឹងរៀនពេកអញ្ចឹងតិចអត់មានណាគេស្រឡាញ់តិចអត់មានប្តីឬក៏អីអញ្ចឹងប៉ុន្តែខ្ញុំគិតថាអត់អីសំខាន់អានឹងវាជាផ្នែកមួយនៃជីវិតអញ្ចឹងណាប៉ុន្តែខ្ញុំសូមលើកទឹកចិត្តដល់យុវតីដែលជាស្ត្រីដូចគ្នាខ្ញុំគិតថាការដែលយើងព្យាយាមផឹងប្រែងក្នុងការរៀនសូត្រឬក៏ធ្វើកិច្ចការងារសម្រាប់នៃក្តីសម័យរបស់យើងគឺជារឿងមួយដែលយើងត្រូវបដោតសំខាន់យើងមិនមែនថាសុខចិត្តលះបង់ក្តីសម័យរបស់យើងដើម្បីរៀបការអញ្ចឹង
វាគួរឲ្យស្ដាយជីវិតយើងមកកើតមកក្នុងโลกហ្នឹងមិនមែនសម្រាប់តាការឬក៏ការធ្វើតាមបំពេញចិត្តអ្នកដតីអញ្ចឹងខ្ញុំគិតថាវាអត់ជាបញ្ហាធំទេសំខាន់នៅពេលដែលយើងមានចំណេះដឹងកាន់តែខ្ពស់យើងក៏អាចជួបបុរសដែលគាត់ហ្នឹងល្អដែរចាលីនដាសប្តាហ៍ថ្ងៃហ្នឹងជាស្ត្រីដ៏ឆ្នើមម្នាក់ហើយក៏ចូលរួមចំណែកក្នុងការជួយសង្គមច្រើនតែរាល់ថ្ងៃហ្នឹងនៅពេលដែលធ្វើការទាំងអស់ហ្នឹងមានជួបប្រទះបញ្ហាប្រឈមអីគេខ្លះថាទៅបញ្ហាប្រឈមខ្ញុំគិតថាវាអត់សូវខុសគ្នាពីស្ត្រីផ្សេងទៀតទេណាប៉ុន្តែគ្រាន់ថាខ្ញុំអត់បានចាត់ទុកថានឹងវាជាបញ្ហាប្រឈមទេព្រោះអីខ្ញុំគិតថាសំខាន់ខ្ញុំចង់ធ្វើអីគេចឹងណាហើយទោះបីជាអ្នកដតីគេមើលមកយ៉ាងម៉េចក៏ខ្ញុំអត់សូវខ្វល់ដែរសំខាន់ខ្ញុំដឹងខ្លួនឯងថាខ្ញុំកំពុងតែធ្វើរឿងមួយដ៏ត្រឹមត្រូវហើយចាប៉ុន្តែបញ្ហាហ្នឹងអីគេដែលលីនដាគិតថាអាហ្នឹងវាមិនជាបញ្ហាប្រឈមទេយើងអាចដោះស្រាយបញ្ហាហ្នឹងបានអាហ្នឹងអីគេខ្ញុំគិតថាវាអាចតកតងជាមួយនឹងការគិតរបស់អ្នកដតីដែលគេវាតម្លៃយើងនៅក្នុងន័យផ្សេងឧបមាថាជាទូទៅគេគិតថាស្ត្រីគួរតែមកផ្ទះឲ្យលឿនឬក៏អីចឹងណាប៉ុន្តែពេលខ្លះដែលថាស្ថានភាពជាក់ស្ដែងពេលខ្លះយើងក៏ត្រូវបន្តការងារមួយចំនួនអញ្ចឹងវាអាចថាដល់រៀងយប់តិចមិនជាយប់អីណាម៉ោង8ម៉ោងអីចឹងណាប៉ុន្តែអាចថាអ្នកផ្សេងគេគិតថាកូនស្រីមិនគួរមកផ្ទះយប់ទេប៉ុន្តែខ្ញុំគិតថាអត់អីសំខាន់ខ្ញុំមិនមែនទៅដើរលេងធ្វើរឿងអត់ប្រយោជន៍ទេសំខាន់ខ្ញុំចំណាយពេលទាំងអស់ហ្នឹងដើម្បីធ្វើរឿងមួយសម្រាប់សង្គមមិនបងគេគិតថាកូនស្រីមិនគួរមកផ្ទះយប់អាហ្នឹងបើចំពោះក្រុមគ្រួសារវិញពេលខ្លះគាត់ក៏បារម្ភពីយើងដែរអញ្ចឹងណាគ្រាន់ថាគាត់ក៏ចេះតែឆ្ងល់ថាធ្វើអីគេរាល់ថ្ងៃហ្នឹងអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាខ្ញុំព្យាយាមបញ្យល់ឲ្យគាត់យល់ហើយមែនតើទៅឪពុកម្ដាយគាត់មើលទៅលើលទ្ធផលរបស់កូនទេចង់ថាបើមើលទៅកូនហ្នឹងមានលទ្ធផលក្នុងការងារឬក៏ការសិក្សាអញ្ចឹងគាត់អត់សូវជាខ្វាយខ្វល់ខ្លាំងហ្មងថាយើងធ្វើអីសំខាន់គឺយើងមានលទ្ធផលដែលល្អមួយសម្រាប់គាត់អញ្ចឹងជួនកាលគាត់អាចនឹងផ្លាស់ប្ដូរការគិតរបស់គាត់ថាកូនគាត់ធ្វើអញ្ចឹងគឺត្រូវហើយចាចុះលីនដាអាចប្រាប់បានទេថាទម្រាំតលីនដាខ្លាចជាស្ត្រីឆ្នើមដូចសប្តាហ៍ថ្ងៃហ្នឹងណាតើឆ្លងកាត់រឿងអីខ្លះអូឬក៏ត្រូវធ្វើការតាំងចិត្តយ៉ាងម៉េចខ្លះចាខ្ញុំអត់ច្បាស់ថាខ្ញុំឆ្នើមឬក៏មិនទេប៉ុន្តែខ្ញុំគិតថាខ្ញុំអាចម្ដងថ្ងៃហ្នឹងគឺដោយសារតែខ្ញុំស្គាល់ខ្លួនឯងច្បាស់ខ្ញុំស្គាល់ថាខ្ញុំជាអ្នកណាខ្ញុំចង់ធ្វើអីគេហើយខ្ញុំអត់រស់នៅក្នុងការតាមការគិតរបស់អ្នកដតីមិនន័យថាទោះបីជាអ្នកផ្សេងគិតថាខ្ញុំគួរតែធ្វើអញ្ចេះខ្ញុំជាមនុស្សស្រីខ្ញុំគួរតែរៀនប៉ុណ្ណេះបានហើយខ្ញុំគួរតែនៅផ្ទះម៉ោងប៉ុណ្ណេះអញ្ចឹងប៉ុន្តែខ្ញុំគិតថាការដែលយើងរស់នៅក្នុងការបំពេញបំណងឬក៏ធ្វើតាមចិត្តអ្នកដតីហ្នឹងវាហត់នឿយហើយយើងធ្វើមិនអីក៏វាអត់ល្អអត់ខ្ចោះដែរអញ្ចឹងណាអញ្ចឹងគឺខ្ញុំជ្រើសរើសធ្វើអ្វីដែលខ្ញុំគិតថាវាល្អហើយខ្ញុំសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើអញ្ចឹងហើយបានជាខ្ញុំគិតថាខ្ញុំអាចមានម្ដងថ្ងៃហ្នឹងបានចាចុះអ្នកណាគេខ្លះដែលជាអ្នកលើកទឹកចិត្តឬក៏កត្តាអីខ្លះលើកទឹកចិត្តលីនដាឲ្យមានថ្ងៃនេះវាមកពីទាំងពីរទាំងអ្នកគ្រប់គ្រងនិងអ្នកដែលគេមិនសូវគ្រប់គ្រងយើងអញ្ចឹងខ្ញុំឪពុកម្ដាយអ្នកផ្ទះបងប្អូនអីគាត់គ្រប់គ្រងយើងអីចឹងណាប៉ុន្តែក៏មានមនុស្សមួយចំនួនដែលគេមិនសូវគ្រប់គ្រងយើងប៉ុន្តែខ្ញុំគិតថាអាហ្នឹងគឺវាជាការលើកទឹកចិត្តរបស់ខ្ញុំមួយដែរព្រោះខ្ញុំអត់ចង់ឲ្យគាត់គិតថាមនុស្សស្រីមិនអាចធ្វើរឿងអីបានទេមនុស្សស្រីមិនអាចធ្វើកិច្ចការងារធំដុំបានទេអញ្ចឹងខ្ញុំចង់បង្ហាញប្រាប់គាត់ថាតាមពិតមនុស្សស្រីក៏អាចធ្វើបានដែរអញ្ចឹងវាធ្វើឲ្យខ្ញុំកាន់តែខំខ្លាំងទៀតដើម្បីបញ្ជាក់ប្រាប់គាត់ថាមនុស្សស្រីហើយនិងបុរសគឺយើងមនុស្សដូចគ្នាអញ្ចឹងយើងអត់អាចគ្រាន់តែគិតថាមនុស្សស្រីមិនអាចធ្វើរឿងជាច្រើនដូចបុរសបានទេអញ្ចឹងលីនដាចង់ប្រាប់ថាបើសិនបើគេអត់គ្រប់គ្រងគំនិតយើងវាក៏ជាផលល្អមួយយ៉ាងដែរចាមិនន័យថារបៀបថាគេចង់ប្រឆាំងមួយយើងឬក៏អីចឹងអានឹងវាក៏ជាការលើកទឹកចិត្តមួយឲ្យយើងខំកាន់តែខ្លាំងទៀតចាចុះអាចឲ្យឧទាហរណ៍មួយបានទេឧទាហរណ៍ដូចជាពេលខ្ញុំដាក់ពាក្យឈ្មោះជាប្រធានសមាគមនិស្សិតចឹងណាហើយចឹងទៅក៏មានមនុស្សមួយចំនួនគេគិតថាដាស្រីចឹងរៀងចឹងទៅធ្វើប្រធានគេកើតដែរឬមួយក៏គិតថាប្រហែលជាមិនឈ្នះគេទេគេប្រកាសជាបោះឆ្នោតឲ្យមនុស្សប្រុសច្រើនជាងអីចឹងណាដល់ពេលចឹង
ខ្ញុំស្ដាប់ឮហើយខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែធ្វើឲ្យបានខ្ញុំត្រូវតែធ្វើឲ្យគិតថាមនុស្សស្អីក៏អាចធ្វើបានអញ្ចឹងណាហើយទីបំផុតខ្ញុំក៏ជាប់ជាប្រធានសមាគមនិស្សិតហើយខ្ញុំគិតថាវាក៏ជាលទ្ធផលមួយដែលល្អបង្ហាញឲ្យអ្នកដទៃគាត់ឃើញថាកុំឲ្យវិនិច្ឆ័យថាគេមនុស្សស្អីគេធ្វើមិនបានហើយចុះអ្នកដែលគ្រប់គ្រងគំនិត Linda ក៏ចូលរួមចំណែកនៅក្នុងការជួយ Linda ឲ្យមានថ្ងៃនេះដែរ Linda អាចបញ្ជាក់បន្ថែមទៀតបានទេថាអ្នកណាគេខ្លះគ្រួសារហើយក៏ដូចជាអ្នកនៅជុំវិញខ្លួនជាពិសេសមិត្តភ័ក្តិហើយខ្ញុំសំណាងនេះខ្ញុំគិតថាខ្ញុំអាចស្គាល់មនុស្សដែលល្អបានច្រើនអ្នកនៅក្នុងចុះLinda អាចឧទាហរណ៍មួយតាក់ទងជាមួយនឹងការលើកទឹកចិត្តរបស់ពួកគាត់មកកាន់ Linda តែគាត់និយាយបែបម៉េចឬក៏ធ្វើសកម្មភាពបែបយ៉ាងម៉េចអូខេឧទាហរណ៍ជាក់ស្ដែងហ្នឹងដូចជាពេលខ្ញុំប្រកួតកម្មវិធីអ្នកបន្តវេនអញ្ចឹងបានការគ្រប់គ្រងពីខាង USAID ហើយស្ថានទូតអាមេរិកអញ្ចឹងបើន័យថាគាត់លើកទឹកចិត្តថាក្នុងនាមខ្ញុំជាមនុស្សស្រីអញ្ចឹងប្រទេសជាតិរបស់យើងកំពុងឲ្យត្រូវការអ្នកដែលជាអ្នកដឹកនាំស្ត្រីឬក៏អ្នកដែលសកម្មនៅក្នុងសង្គមអញ្ចឹងណាអញ្ចឹងខ្ញុំអាចធ្វើដូចជាច្រើនបានទៀតមិនធម្មតាការប្រកួតប៉ុណ្ណឹងឯងប៉ុន្តែខ្ញុំអាចបង្ហាញឲ្យស្ត្រីផ្សេងទៀតដែលគាត់មានអាយុដូចខ្ញុំហ្នឹងឲ្យហ៊ានប្រកួតប្រជែងឲ្យហ៊ានបញ្ចេញយោបល់អញ្ចឹងតាមរយៈការលើកទឹកចិត្តហ្នឹងក៏វាជាផ្នែកជំរុញមួយឲ្យខ្ញុំហិតតែមានភាពជឿជាក់លើខ្លួនឯងកាលពីមុនខ្ញុំគិតថាប្រហែលជាខ្ញុំអាចធ្វើរឿងអីធំដុំបានច្រើនទេប៉ុន្តែដោយសារតែខ្ញុំនៅជាមួយពួកគាត់និងជាមួយនឹងមិត្តភ័ក្តិដែលគាត់ល្អដែលគាត់ជំរុញទឹកចិត្តខ្ញុំហ្នឹងធ្វើឲ្យខ្ញុំកាន់តែមានភាពរឹងមាំច្រើនជាងមុនទៀតចាLinda មានសារអីផ្ដាំផ្ញើចាសំខាន់មែនតើខ្ញុំជឿជាក់ថាមនុស្សគ្រប់គ្នាទាំងអស់គាត់សិតតែមានភាពខ្លាំងសិតតែមានចំណុចល្អដែលគាត់អាចជួយដល់សង្គមជាតិបានណាហើយខ្ញុំអត់គិតថាមនុស្សប្រុសហើយមនុស្សស្រីគឺខុសគ្នាឬក៏គាត់មិនមានសិទ្ធិដូចគ្នាប៉ុន្តែទាំងប្រុសទាំងស្រីគឺសិតតែល្អដូចគ្នាទាំងអស់សំខាន់គ្រាន់តែពេលខ្លះគាត់អត់បានប្រើប្រាស់ភាពខ្លាំងរបស់គាត់ហ្នឹងឲ្យអស់អញ្ចឹងហើយខ្ញុំគិតថាយើងគួរទាំងអស់គ្នាគួរតែលើកទឹកចិត្តគាត់ហើយជឿជាក់ថាគាត់ពិតជាអាចធ្វើរឿងដ៏ជោគជ័យនិងល្អប្រសើរសម្រាប់សង្គមបានទោះបីជាគាត់មនុស្សប្រុសឬក៏ស្រីក៏ដោយចាចង់មានសារអីចំពោះខ្ញុំផ្ទាល់គ្រួសារដែលមានកូនស្រីខ្ញុំគិតថាជាគ្រួសារមួយដ៏ល្អសំណាងកុំឲ្យគិតថាមានកូនស្រីដូចពិបាកវេទនាតាមពិតសូម្បីអ្នកតែខ្ញុំប៉ាម៉ាក់ខ្ញុំគាត់មានកូនស្រី2 3នាក់អញ្ចឹងប៉ុន្តែគាត់គិតថាការដែលមានកូនស្រីប្រៀបបានដូចជាមានដុំពេជ្រមួយដល់ទៅចាស់ទៅចង់សម្រាប់គ្រួសារអញ្ចឹងណាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តដល់ឪពុកម្ដាយទាំងអស់សូមមេត្តាវិនិយោគទៅលើកូនស្រីឲ្យដូចគ្នាជាមួយនឹងកូនប្រុសអញ្ចឹងព្រោះគាត់បកកាយដូចគ្នាអញ្ចឹងណាអញ្ចឹងសូមឲ្យគាត់មានឱកាសធ្វើអ្វីដែលគាត់ចង់ធ្វើកិច្ចការងារខាងអីក៏បានដែរខាងសេដ្ឋកិច្ចខាងវិស្វករខាងសារព័ត៌មានឬក៏ខាងបច្ចេកវិទ្យាផ្សេងសំខាន់ឲ្យតែគាត់ចង់ធ្វើរឿងហ្នឹងទោះបីជាផ្នែកហ្នឹងមើលទៅថាដូចមិនសូវសមជាមួយកូនស្រីក៏ដោយប៉ុន្តែខ្ញុំគិតថាគាត់អាចធ្វើបានហើយបើសិនជាវិស័យទាំងអស់ហ្នឹងមានស្ត្រីបកកាយចូលរួមនៅក្នុងហ្នឹងវាកាន់តែរីកចម្រើនលឿនទៀតរីកចម្រើនលឿនចុះរីកចម្រើនលឿនហ្នឹងបានន័យថាយ៉ាងម៉េចទៅអូខេបើសិនបើចំនួនស្ត្រីចូលរួមកាន់តែច្រើននៅក្នុងវិស័យទាំងអស់ហ្នឹងតើវាខុសពីការដែលអត់សូវមានស្ត្រីចូលរួមយ៉ាងម៉េចចាជាក់ស្ដែងដូចជាវិស័យខ្ញុំសូមលើកពីចំណុចចឹងចោះតកតមួយវិស័យនយោបាយក៏ដូចជាវិស័យបច្ចេកវិទ្យាដោយសារតែវិស័យពីរហ្នឹងអត់សូវមានស្ត្រីចូលរួមច្រើនទេតកតនឹងបញ្ហានយោបាយខ្ញុំគិតថាភាគច្រើនអ្នកដែលតាក់តែងគោលនយោបាយអភិវឌ្ឍអីហ្នឹងគឺភាគច្រើនសិតតែបុរសអញ្ចឹងប៉ុន្តែបញ្ហារបស់ស្ត្រីក៏មាននៅក្នុងគោលនយោបាយដែរប៉ុន្តែយើងមើលទៅដូចជាមិនទាន់បានដោះស្រាយឲ្យមានប្រសិទ្ធភាពដោយសារតែអត់សូវមានសម្លេងស្ត្រីនៅក្នុងការសម្រេចចិត្តហ្នឹងអញ្ចឹងបើសិនជាមានការចូលរួមពីស្ត្រីឲ្យគាត់ជាអ្នកតាក់តែងគោលនយោបាយហ្នឹងខ្ញុំគិតថាវាកាន់តែឆ្លើយតបបានច្រើនទៀតដោយសារតែក្នុងហ្នឹងមិនមែនមានតែបុរសហើយគឺមានស្ត្រីនៅក្នុងហ្នឹងដែរហើយវិស័យមួយទៀតដូចជាវិស័យបច្ចេកវិទ្យាអញ្ចឹងខ្ញុំគិតថាតមនុស្សប្រុសខាងអេឡិចត្រូនិកខាងអីអញ្ចឹងណាប៉ុន្តែ
ការងារហ្នឹងវា stress ខ្លាំងអញ្ចឹងដូចនៅក្រុមហ៊ុនមួយនៅក្នុងក្រុមហ៊ុន IT ហ្នឹងសិតតែមនុស្សប្រុសហើយធ្វើការងារហ្នឹង stress ប៉ុន្តែនៅពេលដែលមានស្ត្រីនៅក្នុងក្រុមហ៊ុនហ្នឹងដែរធ្វើឲ្យការងាររបស់គាត់ហ្នឹងកាន់តែរហ័សលឿនជាងមុនអញ្ចឹងណាខ្ញុំគិតថាពេលខ្លះរបស់ស្ត្រីក៏គាត់មានគំនិតច្នៃប្រឌិតអីផ្សេងៗដែរអញ្ចឹងបើសិនជាការដែលគ្រប់វិស័យ